នេះជាលើកទី1បងប្អូនដែលខ្ញុំទទួលបានអារម្មណ៍កក់ក្ដៅពីពួកគាត់ហើយក៏ជាអារម្មណ៍ទី1ដែលមានគេសប្រាយខ្ញុំបានសម្រាប់ដែរខ្ញុំជាមនុស្សម្នាក់ដែលកម្រមានអ្នកណាសប្រាយបានសម្រាប់ចាំបងប្អូនប៉ុន្តែថ្ងៃនេះគឺពួកគាត់ធ្វើរឿងមួយដែលខ្ញុំនឹកស្មានដល់ខ្លាំងមែនក៏ជាលើកទី1ដែរដែលខ្ញុំយំពីព្រោះខ្ញុំជាមនុស្សម្នាក់ដែលប្រកែកលាក់អារម្មណ៍ខ្លាំងមែនតើខ្ញុំអត់ចង់ឲ្យណាគេឃើញទឹកភ្នែករបស់ខ្ញុំទេបងប្អូនប៉ុន្តែពេលហ្នឹងគឺខ្ញុំទប់អត់បានទេទាំងអស់គ្នានិយាយចង់បើខ្ញុំជួបបងគឺខ្ញុំអត់ហ៊ានមកខ្ញុំខ្មាស់តែអៀនមកតាមតែពីអូននេះគឺពិសេសសម្រាប់គាត់តែគាត់ស្ដាប់ហើយហើយបងប្អូនតាគ្នាដឹងអត់ថាថ្ងៃនេះក៏ជាថ្ងៃខួបកណាត់របស់ខ្ញុំជាខួបពិតប្រាកដរបស់ខ្ញុំធ្វើលើកទី1តែគាត់ធ្វើរឿងនឹងឲ្យខ្ញុំជាលើកទី1ដូចគ្នាដែរនៅក្នុងឆាកជីវិតរបស់ខ្ញុំដែលខ្ញុំអត់តែទទួលបានអារម្មណ៍មួយដែលសប្រាយហើយរំភើបហើយសប្បាយចិត្តលាយឡំនឹងទឹកភ្នែកបើនិយាយពីទឹកភ្នែកខ្ញុំឡើងឆ្អែតទេ voice over ហ្នឹងទាំងអស់គ្នាខ្ញុំទុកឡើងមកតែបើខ្ញុំហ៊ានក្នុងកម្មវិធីហ្នឹងសំបីតែបុគ្គលិកក៏បងប្អូនគាត់មើល slide គាត់មើលអីក៏បុគ្គលិកគាត់យំដែរពីថ្ងៃហ្នឹងដូចជាបងប្អូនតាគ្នាបានដឹងអញ្ចឹងជាកម្មវិធីដែលខ្ញុំបើកមុខប្រាប់បងប្អូនជាផ្លូវការថាខ្ញុំមាន baby ហើយនៅក្នុងថ្ងៃហ្នឹងដែរក៏ជាថ្ងៃខួបពិតប្រាកដរបស់ខ្ញុំដែរទាំងអស់គ្នាលេងក៏នឹង2យប់2ថ្ងៃបងប្អូនជាមួយនឹងពូម៉ាក់បងប្អូនខ្ញុំបានហៅមិត្តភ័ក្តិផ្សេងទៀតមកដោយសារខ្លាចរំខានពួកគាត់ផងហ្នឹងខ្ញុំក៏ដើរពេញកោះថតរូបជាមួយនឹងប្តីធម្មតានិយាយចាំទៅខ្ញុំដឹងថាថ្ងៃហ្នឹងគឺជាថ្ងៃខួបរបស់ខ្ញុំមិនដឹងថាពួកគាត់រៀបកម្រង surprise ខ្ញុំទេទាំងអស់គ្នាលេងពេញកោះថតរូបជាមួយនឹងប្តីហើយខ្ញុំចូលមកដល់កន្លែងដេកវិញឃើញអាងទឹកកន្លែងនេះគឺថាអូតំណងខ្លាំងទាំងអស់គ្នាហើយមេឃហ្នឹងក៏អត់សូវអំណោយផលដែរប៉ុន្តែថ្ងៃហ្នឹងក៏ខ្ញុំមានកម្រងថតដែរទាំងអស់គ្នាកម្រងថតជាមួយនឹងកូនពៅនៅក្នុងពោះចឹងទៅខ្ញុំអត់ដឹងមកជេបងប្អូនខ្ញុំមានកូនក្រោយនេះគឺខ្ញុំឧស្សាហ៍ខ្លាំងមែនទែនហើយចង់ស្អាតចង់ល្អបើនិយាយពីថតវិញខ្ញុំអត់ថតទេខ្ញុំថតនៅកោះហ្នឹងបងប្អូនខ្ញុំថតច្រើនប្លង់ណាវីដេអូខ្ញុំផុសមកអាទិត្យទៀតក៏អត់ដែរអត់ដឹងមិនដូចមានកម្លាំងយ៉ាក់នៅក្នុងខ្លួនអញ្ចឹងបើនិយាយពីសាច់មុខសាច់ខ្លួនខ្ញុំឡើងតែមុនជាការប៉ុន្តែភ្លឺសថ្លាពីក្នុងហ្មងទៅជាមានកូនស្រីខូចនេះខ្ញុំសខ្លាំងជាងមុនទៀតទាំងអស់គ្នាត្រូវក្តៅត្រូវអីថត់នៅមាត់ឆ្នេរមិញហងទាំងអស់គ្នាស្បាក់មានអាប់សវល់ទេណាហើយពេលហ្នឹងក៏អត់ទាន់ដឹងខ្លួនដែរគ្រាន់តែងើបពីដីភ្លាមចូលងូតទឹកជាមួយនឹងប្តីពួកខ្ញុំរៀងខ្ទាតដែរបងអញ្ចឹងប្តីគេរៀងថ្នមដែរនិយាយទៅគឺគាត់ចូលស្ក្រាបស្បែកជាមួយនឹងខ្ញុំអីអញ្ចឹងទៅខ្ញុំមានកូននៅក្នុងពោះនេះមកបងប្អូនខ្ញុំចង់ស្អាតខ្ញុំចង់ល្អណាស់ប៉ុន្តែផលិតផលខ្ញុំប្រើខ្ញុំមើលដែរ scrap ពីប្រភេទនេះអញ្ចឹងបងប្អូនជាប្រភេទ scrap ខ្មែរសុទ្ធ 100% ដែលនៅក្នុងហ្នឹងបងមានជាមួយនឹងប្រេងដូងចាប្រេងទឹកឃ្មុំហើយប្រេងអូលីវមានជាមួយនឹងប្រេងចិនសែប្រេងយិនសិននៅក្នុងហ្នឹងច្រើនមែនតើអញ្ចឹងខ្ញុំពោះធំខ្ញុំ scrap ឲ្យស្បែកខ្ញុំមកបងប្អូនឡងម៉ត់ខែខ្ញុំតែងតែយក scrap បល័យជាមួយនឹង scrap កាហ្វេចូលគ្នាពេលដែលយើង scrap ចូលគ្នាអញ្ចឹងទៅស្បែករបស់យើងលាងទឹកចេញបងប្អូនអើយនិយាយពីថាឡងរលោងព្រិលហ្មងដូចដាក់អំពូម៉ែតាមខ្លួនបងប្អូនមើលដៃខ្ញុំកន្លែងហ្នឹងខ្លួនឯងចាគឺថាខ្ញុំអត់នឹកស្មានណានឹងដៃអ្នកតងន់3ខែផងបងប្អូនគ្នាខ្ញុំប្រើលេងបានទេបងប្អូនគ្នាប៉ុន្តែខ្ញុំជ្រើសរើស scrap ស្បែកព្រោះ scrap នេះគឺវាជួយឲ្យយើងបាត់សង្វារហើយទប់ស្កាត់កុំឲ្យឡើងសង្វារពេលយើងមានបើនិយាយ scrap បល័យវិញលបាយ scrap គឺនិយាយពីថាឡងម៉ត់ខៃពេលដែល scrap នៅលើស្បែកមានឈូស្បែកគឺថាសាច់ scrap ឡងទុនល្មើយហ្មងទាំងអស់គ្នា scrap នៅកន្ទប់ទឹកតែ5 10នាទី20នាទី scrap ជាមួយនឹងកាហ្វេទៀតទៅអូនិយាយពីថាស្បែកបងប្អូនឡងល្មួតចេះបងអ្នកដែលគាត់មានសង្វារបាច់អាចជួយកើតកូនឲ្យសង្វារឡើងអីបងប្អូន2ថ្ងៃ scrap ម្ដងលាងទឹកចេញស្បែកបងប្អូនដូចស្រីកមុំចឹងសាច់ចាំណាទងន់បាន scrap នឹងតើបងប្អូនបើអត់បាន scrap នឹងស្បែកខ្ញុំដូចអង្គក់ខែប្រាំងចឹងប៉ុន្តែសម្រាប់ scrap នេះបងប្អូនប្រើឲ្យល្អខ្លាំងមកនិយាយពីតម្លៃវិញតិចថាថ្លៃតសមរម្យណាស់ហើយបើចំណុះវិញឡើងកន្លះគីឡូបងប្អូន scrap មកកំប៉ុងនឹងបានរាប់ខែទីសាខ្លាំងហើយបងប្អូនអត់សូវហ៊ានបបោទេដោយសារដាក់អស់ដាក់ហើយភ្លាមថតរូបទៀតទៅបងប្អូននេះសាច់ខ្ញុំទៅ scrap ហើយមិនបានលីបលេណាសាច់ឡើងភ្លឺម៉ត់ខៃនិយាយទៅស្រឡាញ់សាច់ស្បែកភ្លឺថ្លាអញ្ចឹងបងតើគ្នាអ្នកដែលគាត់មាន baby អាចប្រើ scrap បានតែកុំប្រើលេបងប្អូនអត់មាន baby ដូចខ្ញុំសម្រុក scrap 2ថ្ងៃម្ដងហើយបុកលាបលាក់ឲ្យក្រាស់បងប្អូនឈុត VIP នេះខ្ញុំលោតដាច់ដូចមកប្រើឆនដូចទឹកបាក់ទំនប់អញ្ចឹងអ្នកសារស្បែកបពូគាត់ខូចគាត់បានប្រើលេព្យាបាលឲ្យប្រើជាមួយនឹង scrap ធម្មជាតិនេះទៀតនិយាយពីថាស៊ីចង្វាក់គ្នា VIP ខ្ញុំលោតដាច់ចាស់ហើយសខ្លាំងបងប្អូនគឺពូគាត់រៀបកម្រងធ្វើស៊ីខ្ញុំនឹងពេលហ្នឹងគឺខ្ញុំអត់ដឹងថាគាត់រៀបចំទេបងប្អូនខ្ញុំនិយាយបបពិតគឺអត់ដឹងមែនទីមួយដែរដែលមានគេសប្រាយខ្ញុំហើយខ្ញុំយំក៏ខ្លាចអញ្ចេះទាំងអស់គ្នាដូចឃើញវីដេអូអញ្ចឹងនេះគឺខ្ញុំថតរូបថតអីព្រោះដេសាថ្ងៃហ្នឹងដឹងតែថ្ងៃខួបប៉ុន្តែគ្រាន់តែដឹងថាអត់មានគេធ្វើឲ្យតែប៉ុណ្្នឹងគ្រាន់តែញញ៉ាំអីហើយយើងចែកជើងគ្នាគេអញ្ចឹងទៅព្រោះដេសាស្អែកយើងត្រូវឡើងទៅពេញវិញអញ្ចឹងណាខ្ញុំនេះដំបងឡើយនេះបងប្អូននៅជាមួយនឹង Peter ដូរឡើង2ឈុតអីសម្រាប់ថត trend ព្រោះអីគាត់ថាថត trend ខួបសម្រាប់ផងថ្ងៃស្អែកចុះឲ្យព្រាមប្របាក់ចិត្តសេថាមិនបានពូមកអត់មកហៅបាត់
ពួកវាសូនឆឹងហ្មងទាំងអស់គ្នាបាត់អ្នកគេស្ងំធ្វើ birthday ឲ្យយើងហើយគេថតវីដេអូថតអើយអូយយេមែនពួកគាត់ធ្វើសេខ្ញុំសាហាវគេចាប់តាមដឹងតែខ្ញុំដើរចូលហើយប្អូនខ្ញុំគេអើតមើលឃើញបងប្រុសគេចាប់តាម surprise ឲ្យបងប្អូនមើលទឹកមុខខ្ញុំកន្លែងហ្នឹងខ្ញុំឡើងសែតបាត់តែខ្ញុំចេះឆ្ងល់ថ្ងៃខូបខ្ញុំមួយទាំងមូលបាត់ពូម៉ាក់ខ្ញុំបាត់ប្អូនខ្ញុំបាត់ប្អូនថ្លៃខ្ញុំបាត់អស់លីងហ្មងមើលទឹកមុខកន្លែងនេះគឺឡើងសែតនេះទាំងអស់គ្នាបើកទ្វារភ្លាមមែនចាឡើងភ្ញាក់ផ្អើល bật víaជាថ្ងៃដែលខ្ញុំចង់ចាំមិនភ្លេចហើយក៏ជាថ្ងៃដែលខ្ញុំចង់ចាំទៅរហូតដែលខ្ញុំមានក្តីសុខនិងសប្បាយចិត្តចេញពីចិត្តទាំងអស់គ្នានឹងធ្វើកម្មវិធីនឹងឲ្យខ្ញុំមើលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាខ្ញុំរំភើបបងប្អូនមើលទៅទឹកមុខខ្ញុំគឺដឹងគឺខ្ញុំស្រឡាញ់កង់ខ្លាំងមែនតើមកគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាក្តីស្រឡាញ់ពិតប្រាកដចេញពីចិត្តគឺមានពិតសម្រាប់ខ្ញុំទាំងអស់គ្នាតទៅពីគ្រួសារប្តីប្រពន្ធកូនខ្ញុំនឹងគឺពួកគាត់នឹងឯងទាំងអស់គ្នាដែលផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំទៅវិញទៅមកខ្ញុំពិតជាអរគុណពួកគាត់ខ្លាំងមែនតើនិយាយទៅខ្ញុំមើលវីដេអូហ្នឹងឡើងចិត្ត10ថ្ងៃឯងបងប្អូនបាទខ្ញុំហ៊ានកាត់វីដេអូថាមួយអាទិត្យចោលដល់10ថ្ងៃឯងព្រោះឯសាខ្ញុំមើលហើយយំខ្ញុំមើលហើយយំខ្ញុំអត់ហ៊ានប្រឈមមុខនៅក្នុងការកាត់វីដេអូឲ្យបងប្អូនតាគ្នាមើលសម្រាប់ទេចង់ណែនាំបងប្អូនតាគ្នាគាត់4នាក់នេះមាន2នាក់ពូម៉ាក់ស្និទ្ធខ្ញុំចាស្ដាំដៃហើយនឹងនិមលហើយបងប្អូនស្រីខ្ញុំចូលចិត្តខ្ញុំនឹងអាជីនឹងឯងគឺបងប្អូនបង្កើតរបស់ខ្ញុំបងប្អូនអើយនិយាយទៅគឺខ្ញុំមានក្តីសុខខ្លាំងមែនតែសម្រាប់ថ្ងៃហ្នឹងទាំងសោយទាំងខ្ញុំទាំងទឹកភ្នែកហើយសំខាន់ថ្ងៃហ្នឹងគឺខ្ញុំមាន baby ប្រហើបបើការប្រាប់បងប្អូនទៀតអូយនិយាយទៅថ្ងៃហ្នឹងគឺខ្ញុំពិតជាមានក្តីសុខនៅក្នុងការធ្វើកម្មវិធីហ្នឹងខ្លាំងមែនតែទាំងអស់គ្នាពួកគាត់ខ្លាំងមែនតែសម្រាប់ថ្ងៃហ្នឹងមួយទៀតដែលខ្ញុំសប្បាយចិត្តខ្លាំងខ្ញុំជឿថាបងស្រីក៏អញ្ចឹងដែរពេលមានសប្បាយចិត្តជាងគេពេលមានទងន់អត់អាក្រក់អត់ខ្មៅអត់ស្អាតប៉ោះបងប្អូនតែចកែប៉ុន្តែសួរថាខ្ញុំថែអត់ខ្ញុំថែប៉ុន្តែខ្ញុំមិនមែនថែលើព្រំដែនទេបងប្អូនមាន baby យើងអាចប្រើផលិតផលអីផ្ដេផ្ដាញ៉ៃបានទេទាំងអស់គ្នាខ្ញុំផ្ទាល់សម្រាប់ scrap ខ្ញុំប្រើសម្រាប់ម៉ាស់មុខគឺខ្ញុំប្រើចំពោះម៉ាស់នេះដែរគឺខ្ញុំបិទ2ថ្ងៃម្ដងខ្ញុំឆ្លាស់គ្នាជាមួយនឹងម៉ាស់ gel mojo ចាស់យើងចង់ប្រាប់បងប្អូនម៉ាស់នេះពេលដែលខ្ញុំបិទហើយពេលណាដែលខ្ញុំអត់បានលាប skin care អីទាំងអស់គ្នាចាខ្ញុំយកម៉ាស់នេះមកបិទប្រៀបបានដូចខ្ញុំលាប skin care 2ខែក្នុងពេលតែមួយអញ្ចឹងពេលដែលខ្ញុំញីទៅលើស្បែកមុខក៏ថាស្បែកមុខយើងឡើងអលងសំតែយើងមាន baby អញ្ចេះទៀតទាំងអស់គ្នាខ្ញុំយកទឹកសាច់ម៉ាស់យកមកបិទនៅលើមុខគេថាបងប្អូនថាឡងគីឡូឡងអលងហ្មងទាំងអស់គ្នាពិតជាស្រឡាញ់ម៉ាស់នេះខ្លាំងមែនតើខ្ញុំមិនដឹងថាបងប្អូនតើគ្នាណាចូលចិត្តបិទម៉ាស់ដូចខ្ញុំទេជាមនុស្សម្នាក់ដែលចូលចិត្តបិទម៉ាស់ណាដែលបិទឲ្យឃើញផលភ្លាមមិនមែនបិទឲ្យមុខរោលមាស់កាហាយស្បែកមុខគឺអត់ទេខ្ញុំអត់ចូលចិត្តបងប្អូនទាំងអស់គ្នាច្រើនមែនតើអ្នកគាត់បិទម៉ាស់ឲ្យក្រោយពេលបិទម៉ាស់ឡើងរោឡើងលមាស់ខ្ញុំបិទម៉ាស់នេះគឺត្រូវជាមួយនឹងស្បែកមុខខ្ញុំខ្លាំងមែនតើឲ្យបិទត្រឹម5 10នាទីបងប្អូនចាយើងចេញមកខាងក្រៅ enjoy ញ៉ាំកាហ្វេញ៉ាំអីអញ្ចឹងទៅ10នាទីក្រោយពេលដែល10នាទីទាំងអស់គ្នាយើងបកចេញបងប្អូនអើយសាច់មុខយើងដូចផឹកទឹក10លីត្រអញ្ចឹងឡើងលងឡងគីឡូឡងមានសំណើមមានជាតិទឹកនៅលើស្បែកមុខហ្មងបងប្អូនដើរមើលទៅមានសាច់ម៉ាស់ណាដែលជាប្រភេទសាច់ម៉ាស់ដូចស្រូវសលៃបែបនេះបិទឲ្យស្បែកមុខឡើងគីឡូចាខ្ញុំនិយាយប្រាប់បងប្អូនល្អខ្លាំងមែនតើពលធីម៉ាស់នេះបងប្អូនខ្ញុំហ៊ានយកក្បាលមកធានាហ្មងគឺល្អខ្លាំងមែនតើហ្មងខ្ញុំបិទ2ថ្ងៃម្ដងឯងបងប្អូនពីមុខនេះ